hơi trong khói tha bà sơ pô na trong hiện ai thì ở bạch mà hiện thì tụi bong hiện mà này phù tập pô này mau chuẩn bị tới bong ăn cay như thư chẳng còn là hot phép kênh tích For me, I think that មួយឆ្នាំហ្នឹងរៀនមួយគ្នាមានទាំងសុបាយមានទាំងកាត់ទុកអីយ៉ាងណាមួយវិញណាបើមិនបានបាញ់គ្នាមួយថ្ងៃនៅអត់សុកទេហើយហើយខ្ញុំចង់ប្រាប់ទៅអ្នកនរគ្នាថាឆ្នាំក្រោយសូមជួបគ្នាទៀតណាកុំមានតែគេ drop out អីណាពួកយើងនៅមួយគ្នាកសាង project មួយគ្នា error មួយគ្នាអីមួយគ្នាកុំភ្លេច don't forget smart home that we only build a stupid home, okay? I'm gonna miss you guys. មួយឆ្នាំហ្នឹងមាន experience ច្រើនដែរវារៀងពិបាកប៉ុន្តែវាសប្បាយតែវាមិនពិបាកហ្មងនេះអីដែលពិបាកហ្នឹងគឺពិបាកក្នុងការ communicate ជាមួយមិត្តរួមថ្នាក់ដូចគេដែរចង់ឆ្នាំហ្នឹងមាន experience ច្រើន learn about new people new skill hey also meet a lot of like good people បារម្ភអត់មានអីច្រើនទេសប្បាយ chill ការងារគ្រូទុកពេលឲ្យយូរធ្វើមកល្មមធ្វើហើយប៉ុន្តែពួកខ្ញុំអច្ឆរិយៈមុនមួយថ្ងៃជិតដល់មកទឹកខ្ញុំធ្វើ chill សប្បាយតែអត់ខំខ្លួនឯងក្តុកហើយជួបការលំបាក web foundation របស់ web អត់តន់ចេះតែ foundation code foundation មុខជារៀនទាំងអស់សុទ្ធតែ foundation ទាំងអស់ហើយនិយាយទៅវាខ្យល់មួយឆ្នាំហ្នឹងខ្យល់សុទ្ធហ្មងអត់មានចេះស្អីទេអញ្ចឹងហើយហើយការលំបាកនិយាយពីការលំបាកវិញក៏ជួបច្រើនដែរវាមិនមែនអត់ទេប៉ុន្តែការលំបាកហ្នឹងយើងលំបាកមែនប៉ុន្តែយើងឈីតយើងអត់មានថាដោះស្រាយវាអីឲ្យគិតថាវាពិបាកឯណាគឺប្រើ AI ដោះស្រាយឲ្យឈីតយកតែម្ដងចំពោះ ITE ឆ្នាំទី1របស់យើងទៅលើ experience ដែលខ្ញុំទទួលបានដូចជាការ communication តាក់ទងគ្នាអីអញ្ចឹងទៅយើងបានជួបអ្នកថ្មីហើយមួយទៀតនៅពេលដែលយើងចូលរៀនទៅលើមុខវិជ្ជា ITE ហ្នឹងយើងទទួលបាន skill ជាច្រើនដូចជារូបវិទ្យាយើងទទួលបានការចេះតរៀប project អីថ្មីគណិតវិទ្យាយើងឡើងដល់កម្រិតមួយដែលអាច analyze លំហាត់បានvàចាំយើងមិនធ្វើដោយការនៅទី12អីដែលយើងអង្គុយធ្វើតែលំហាត់យកចម្លើយតែយើងអត់ដឹងថាវាយកធ្វើអីប្រើប្រាស់មិនតែពេលយើងមករៀនដល់សកលទៅលើ ITE មុខវិជ្ជាគណិតនេះយើងអាចដឹងថាអីដែលយើងរៀនហ្នឹងគឺយកប្រើប្រាស់ទៅក្នុងជីវិតប្រចាំថ្ងៃហ្នឹងមិនបាច់ខ្លះបែបមិនអីអញ្ចឹងទៅខ្ញុំរៀនចូលឆ្នាំដំបូងអត់មានអីផងខ្ញុំគ្រាន់តែមាន problem ខ្ញុំគឺគ្រាន់តែ hot ប្រាប់គេបន្តិចរឿងម៉ោង CF ម៉ោងអីហ្នឹងហ្នឹង problem ខ្ញុំតែមិនអីខ្ញុំសប្បាយតែឆ្នាំទី1ហ្នឹងហើយចំពោះ problem របស់ខ្ញុំវិញវាតើតងទៅរឿង project ហើយនឹង code ដោយសារតែធម្មតាខ្ញុំអត់សូវបកកែខាង code បកកែខាងអាភាសាអីហ្នឹងអញ្ចឹងទៅវារៀងតាមអត់សូវតាន់គេពេលចូលមកឆ្នាំដំបូងអញ្ចឹងប៉ុន្តែអត់អីដោយសារតែឥឡូវហ្នឹងខ្ញុំវារៀងគ្រាន់បានរៀង better ជាងចូលដំបូងហើយដោយសារយើងបានស្គាល់ភាសាច្រើនយើងបានស្គាល់មិត្តភ័ក្តិថ្មីដែលគេអាចបរៀនអាចចែករំលែក experience របស់គេមកខ្ញុំបានអីចឹងណាមានអារម្មណ៍ថាសប្បាយចិត្តអត់ដឹងអីផ្សេងភ័យផងសប្បាយផងភ័យផងសប្បាយផងសំខាន់បានស្គាល់អ្នកនៅក្នុងថ្នាក់ទាំងអស់ទោះអត់សូវនិយាយមួយគ្នាទាំងអស់មែនប៉ុន្តែនៅមានអារម្មណ៍ថាថ្នាក់យើងសប្បាយជាងគេពេលខ្លះអាស័យមិនចិត្តដល់ពេលកំណត់អញ្ចឹងធ្វើអត់ចង់តន់អញ្ចឹងទៅយើងបានជួបវិស័យថ្មីអត់ដូចនៅ high school ទេសម្រាប់ខ្ញុំជាមនុស្សដែលអៀនខ្មាស់ច្រើនអញ្ចឹងនៅពេលដែលធ្វើ assignment អីមិនត្រូវឡើង present អញ្ចឹងត្រូវតាំងចិត្តមែនតើថាត្រូវតែឡើងឲ្យបានហើយធ្វើឲ្យបានសំខាន់នៅក្នុងវាថា assignment ទៅដល់មុននៅសល់មួយថ្ងៃបានធ្វើឲ្យហើយនិយាយទៅធ្វើឲ្យយប់ហ្នឹងឡើង present ផឹកហ្នឹងតែម្ដង
vậy tới thêm nhau mà nè nâng á sợ nè lẽ cái nè trôi chất bài slon mỏng chất đo ngay á dục mền tay nó bản phía sang khăn nè hay tăng ở đó tăng thơm một hay đã khăn nè hả pe lang với tay lẳng nhau và tay chi diêm tục mền tèn vậy tức anh mình anh vậy vải khăn vải liên tục mỏng ឆ្នាំទី2ចង់ប្រាប់ខ្លួនឯងឲ្យខំប្រឹងរៀនជាងមុនតិចឯងកុំឈៀលពេកព្រោះអីតែឈៀលយើងអាចនឹងអត់ហៅគោលដៅខ្លួនឯងឃើញទេ នឹងតាក់ចិត្តខ្លួនឯងខំរៀនជាងមុននៅខំ research ខំអីខ្លាចធ្លាក់ នៅ year 2 ទោះបីជាគ្រូអត់បរៀនអត់តន់បរៀនចូល web foundation របស់ web ក៏ដោយក៏អាចត្រូវតែចេះបើក web ខ្លួនឯងនៅ foundation ហ្នឹងជាមួយនឹង AI របស់នាងខ្ញុំបាទនាងខ្ញុំឈប់ឈីតហើយនាងខ្ញុំប្រើ AI ដើម្បីរៀនវិញម្ដង ឲ្យខំរៀនឲ្យខ្លាំងជាងនឹងហើយដាក់ plan ឲ្យបានច្បាស់លាស់ហើយដើរទៅតាម plan ដែលយើងបានរៀបចំ ក៏ចង់ផ្ដាំទៅខ្លួនឯងនៅឆ្នាំទី2ថាខំប្រឹងរៀនហើយកុំឲ្យប្រឡងសង បើចូលទៅឆ្នាំទី2ខ្ញុំនឹងបដោតទៅលើការខំរៀនជាងហ្នឹងដោយសារតែនៅឆ្នាំទី1នេះនិយាយមែនខ្ញុំអត់សូវបានខំមកទេខ្ញុំបដោតទៅលើទៅប្រហែលមុខវិជ្ជាទេតែចំពោះមុខវិជ្ជាណាដែលខ្ញុំអត់ចូលចិត្តខ្ញុំអត់បដោតសោះហ្មងដោយសារតែយើងដឹងហើយដោយសារបើយើងបដោតទៅលើច្រើនមុខវិជ្ជាពេកអញ្ចឹងពេលយើងធ្វើអីមួយអញ្ចឹងវាអត់អាចច្បាស់លាស់បានទេអញ្ចឹងយើងគួរតែបដោតទៅលើមុខវិជ្ជាណាដែលយើងចូលចិត្តក៏យើងស្រឡាញ់អីអញ្ចឹងទៅ ចង់ get better នៅឆ្នាំទី2ខ្ញុំអត់ដឹងយកថាអត់មានអីនិយាយច្រើនទេអញ្ចឹងឆ្នាំទី2ខ្ញុំធ្វើមិនឲ្យ better ជាងមុន សម្រាប់ខ្ញុំដូចគាត់ចឹងគឺធ្វើមិនឲ្យយើងវាថាយើងពង្រឹងសមត្ថភាពយើងអាប់ដេតខ្លួនឯងឲ្យបានវាថាវា better ជាងឆ្នាំមូលដ្ឋាននេះ ផ្ដាំផ្ញើថាឲ្យខំប្រឹងរៀនជាងឆ្នាំហ្នឹងដោយសារឆ្នាំក្រោយកាន់តែពិបាកជាងឆ្នាំហ្នឹងឯងអញ្ចឹងត្រូវស៊ូ ហ្នឹងហើយដូចគ្នាសម្រាប់ចូលដល់ឆ្នាំទី2ទៅថ្នាក់កាន់តែរៀងធំតិចឯងចឹងត្រូវតែខំប្រឹងជាងមុនចឹងហ្នឹងហើយ សង្ឃឹមថាឆ្នាំក្រោយហ្នឹងអត់ប្រឡងសងអង់គ្លេសទេឆ្នាំ យើសង្ឃឹមថាឆ្នាំក្រោយពួកយើងកាន់តែ get to know each other លក្ខណៈស្គាល់គ្នាកាន់តែលើសឆ្នាំហ្នឹងហើយក៏ដូចជាចង់ឲ្យខ្លួនឯងរៀនគ្រប់គ្រងពេលវេលាឲ្យកាន់តែល្អជាងហ្នឹង